Hello ទៅកាន់អ្នកមើលទាំងអស់គ្នាខ្ញុំបាទស្មីថ្ងៃនេះយើងក៏បានជួបជាមួយនឹងរឿងបរកាក្នុងភាគទី6ដោយគ្រាន់ចូលក្បាលរឿងយើងភ្លាមឃើញថាយីហ្វេងបានប្រើទៅកាន់ចំពោះសុងឈីនៅពេលដែលសម្អាតផ្ទះរួចត្រូវតែយកគំនូររបស់គាត់ទៅហាសុងឈីក៏បានយល់ព្រមប៉ុន្តែក៏បានឃើញជាមួយនឹងអ្វីទេនៅខាងក្រៅពោពេញទៅដោយថាមពលខ្លាំងក្លាដែលឃើញថាលោកហុងរបស់យើងគឺបាននាំជាមួយនឹងមិត្តភ័ក្តិរបស់គាត់3នាក់ផ្សេងទៀតមើលទីនេះដោយសារតែមិត្តភ័ក្តិរបស់គាត់គឺសុទ្ធតែជាកំពុំនៅអាក្រក់មូលហេតុដែលនាំមិត្តភ័ក្តិរបស់គាត់មើលទៅនេះដោយសារតែចង់ឲ្យជួបជាមួយនឹងអ្នកខ្លាំងប៉ុន្តែមើលទៅដំបូងនឹងគ្នារបស់ពួកគេដូចជឿទេស្រាប់តែពួកគេនៅពេលដែលដឹងថាមានជាមួយនឹងរបស់ពិសេសដែលនៅទីនោះក៏បានធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលដែលវាគឺជាវត្ថុទិព្វអ្វីមួយដែលយកមកធ្វើកន្លែងកម្មចន្ទើនេះអាណាមិនភ្ញាក់ផ្អើលសូម្បីតែបរិសនោះក៏បានដឹងថាវាគឺជារបស់មានតម្លៃបើតាមការកាត់លេខរបស់គាត់នៅពេលដែលពួកគេចូលមកដល់ខាងក្នុងពួកគេក៏បានឃើញជាមួយនឹងអូឈីងកំពុងតែលេងជាមួយនឹងវត្ថុទិព្វដែលវាគឺជាកណាត់រហ័សរហួនបើសិនជានរណាគេម្នាក់មានវានៅក្នុងដៃពិតជាអស្ចារ្យប៉ុន្តែបែរជាយកកណាត់ភាពរហ័សរហួនធ្វើជាកណាត់ដែលអត់ប្រយោជន៍មកហើយអាណាមិនភ្ញាក់ផ្អើលប៉ុន្តែឃើញថាអូឈីងនឹងគឺមានការភ័យខ្លាចជាមួយនឹងពួកគេទាំង4នាក់នេះក៏បានធ្វើឲ្យជីហ្វេងយើងក៏មានការឆ្ងល់ផងដែរមិនដឹងថាហេតុអ្វីបែរជាអូឈីងមានការខ្លាចទៅកាន់ពួកគេហើយពួកគេទាំងអស់នោះក៏បានរែតែទៅការចំពោះយីហ្វេងយើងផងដែរសម្រាប់យីហ្វេងយើងវិញអត់ដឹងថាពួកគេមើលទៅនេះដើម្បីមានគប់មិនដឹងអ្វីឡើយប៉ុន្តែសម្រាប់អូឈីងគឺដឹងថាពួកគេទាំង4នាក់នេះសិតតែស្ថិតនៅក្នុងកម្រិតវូសុងពួកគេទាំងប្រមាណអ្នកដែលទើបតែមើលនឹងក៏មានការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងចំហាយធម្មពលដែលចេញអំពីសុងឈីដែលគាត់កំពុងតែកាន់អ្វីមួយនៅពេលដែលសុងឈីបានបង្ហាញនោះវាគឺជាគំនូររបស់យីហ្វេងរបស់យើងអាចមើលឃើញជាមួយនឹងចំហាយនៃធម្មពលដែលបានបញ្ចេញបានធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលសូម្បីតែលោកហុងក៏មានការភ្ញាក់ផ្អើលកាន់តែខ្លាំងវាក៏បាននាំឲ្យទៅកាន់ពួកគេទៅក្នុងការបំភាន់ដោយវាបានបង្ហាញពីភាពអស្ចារ្យតែម្ដងពួកគេម្នាក់កំពុងតែឆ្លក់វង្វេងជាមួយនឹងការស្រមើស្មៃរបស់ពួកគេដោយសារតែគំនូររបស់យីហ្វេងប៉ុន្តែឃើញថាយីហ្វេងកំពុងតែមានការកៀងជាខ្លាំងទៅកាន់ពួកគេទាំង4នាក់ម៉ែហើយអ្វីពួកឯងមកដល់ខោអាវអីនៅក្នុងផ្ទះអញនឹងមួយសន្ទុះក្រោយយីហ្វេងក៏បានប្រាប់ទៅកាន់ពួកគេត្រូវតែគោរពច្បាប់នៅទីនេះពួកគេទាំងអស់នោះក៏បានស្ដាប់តាមបញ្ជារបស់យីហ្វេងដោយមិនហ៊ានប្រកែកនោះទេពួកគេទាំងអស់គ្នាក៏បាននិយាយពីសត្វតែជារបស់មានតម្លៃយីហ្វេងរបស់យើងនៅទីនេះអីដែលគួរឲ្យពិបាកនោះគឺជាចំហាយធម្មពលដែលនៅទីនេះពួកគេពិតជាពិបាកទ្រាំខ្លាំងណាស់ដូច្នេះពួកគេក៏ចង់រត់ចាចេញទៅវិញប៉ុន្តែឃើញថាយីហ្វេងក៏បានសួរទៅកាន់ពួកគេតើពួកគេទាំងអស់នោះចង់ទៅណាពួកគេគ្រាន់តែប្រាប់ថាចង់ទៅអង្គុយលេងនៅមុខតែប៉ុណ្ណោះយីហ្វេងក៏បានយល់ព្រមបើសិនជាអ្នកចង់អង្គុយនៅមុខក៏អង្គុយទៅធ្វើឲ្យពួកគេគ្រប់គ្នាមានការរំភើបជាខ្លាំងប្រសិនបើនៅតែក្នុងនោះបន្តិចទៀតពួកគេអាចនឹងស្លាប់មកដល់ខាងក្រៅនារបស់ប្រហុងយើងក៏បានសរសើរថាពិតជាមានភាពក្លាហានហ៊ាននិយាយជាមួយនឹងលោកម្ចាស់ប៉ុន្តែក៏មើលនៅពេលនោះពិតជាមានការភ័យខ្លាចដែរហ្នឹងយ៉ាងណាក៏ដោយពួកគេនៅតែអរគុណចំពោះបងហុងផងដែរដែលបានឲ្យពួកគេស្គាល់ជាមួយនឹងអ្នកខ្លាំងនិយាយទៅពួកគេគ្រប់គ្នានឹងមិនភ្លេចគុណទៅកាន់បងហុងនោះទេកំពុងតែនិយាយគ្នាមានជាមួយនឹងក្មេងម្នាក់ឃើញមុខអាប៉ែកនេះពិតជាកាចពេកមានការភ័យខ្លាចតែឃើញថាមិត្តភក្តិរបស់វាប្រាប់ថាឯងធ្វើឲ្យខ្ជួនតិចមើលប៉ុន្តែមានអីដាក់មេប្រុចរត់តែម្ដងងាប់ហើយធ្វើមុខខ្ជូតដេញចឹងតែក៏មើលពណ៌ដៃទាំងអស់នេះចាក់បាញ់ឆាវតែម្ដងសាច់រឿងក៏បានបង្ហាញចំពោះកុនសិននៅក្នុងនិកាយឆងមូដែលពួកគេក៏បានមកដល់ចំពោះទីក្រុងជាងពីងផងដែរចំពោះអាតាកញ្ចានេះគឺត្រៀមខ្លួនជាស្រេចដើម្បីបំផ្លាញទៅការចំពោះសត្រូវរបស់គេនៅខាងមុខអាប៉ែក្បាលក្រហមនេះក៏បានមើលទៅកាន់មិត្តភក្តិរបស់គេចុះពួកឯងខេតអីហ្នឹងអូយធ្វើដូចមិនដឹងខេតអីទៀតមកពីទឹកមុខឯងមិញហ្នឹងអាចចង្រៃហេអាបកាច់មិនក៏ឲ្យស្ដោះទឹកមាត់ដាក់លើក្នុងអញចឹងបង្ហាញចំពោះខាងកុនសលនៃកាយឆងមូប្រតិកម្មមេប៉ារបស់ខ្លួនដោយពួកគេបានឃើញចំពោះមនុស្សចាស់4នាក់កំពុងតែអង្គុយនៅមុខផ្ទះដែលពួកគេចង់ទៅចាប់ការលើដូច្នោះហើយអានឹងប្រាប់ថាកុំភ័យតួអញទៅចុះប៉ុន្តែឃើញថា4នាក់នោះពួកគេសិតតែស្ថិតនៅក្នុងកម្រិតវូសុងហើយក៏សិតតែជាអ្នកខ្លាំងផងដែរដូចជាបរិសដែលមានឈ្មោះថាលីមូស៊ីដែលគាត់គឺជាមនុស្សដែលពូកែកាត់លេខហើយក៏ជាមនុស្សអាក្រក់បំផុតចំណែកអាប៉ែដែលមុខដូចជាបិសាចគេគឺមានឈ្មោះថាឈូស៊ីគង់
ដែលគេគឺជាមនុស្សអាក្រក់សាហាវតែម្ដងហើយចំណែកអាតូចល្អិតនេះវិញគេមានឈ្មោះថាស៊ុនជូកើដែលគេគឺជាតារាអាក្រក់ដែលប្រឆាំងវាសនាកែប្រែវាសនាហើយអ្នកចុងក្រោយអ្នកគ្នាគួរតែដឹងហើយគឺជាប្រុសហុងរបស់យើងពូយ៉ុងហុងគឺជាមនុស្សអាក្រក់គឺជួយចាត់ការសម្លាប់សងសឹកហើយក៏បានសម្លាប់លោកអស់មួយទីក្រុងផងដែរគ្រាន់តែឃើញភ្លាមក៏បានចាប់ប្រាំឈប់ងក់នៅចំពោះមុខពួកគេទាំង4តែម្ដងយើងឃើញថាអរ៉ាដែលបានបញ្ចេញនោះគឺបានធ្វើឲ្យស៊ុនវូមានការភ័យខ្លាចបាទទៅហើយប្តីក៏មានជាមួយនឹងអ្នកខ្លាំងវូសងគឺស្ថិតនៅទីនេះទាំង4នាក់តែម្ដងទេមិញនេះអញដូចជាឮថាអាណាគេចង់សម្លាប់មនុស្សតែឃើញថាស៊ុនវូកំពុងតែមានការភ័យខ្លាចតែម្ដងមូស៊ីក៏បានប្រែជាមួយនឹងអំណាចរបស់គេចាប់ចូលទៅកាន់ស៊ុនវូហើយស៊ុនវូក៏បានប្រតិកម្មកូនចៅរបស់ខ្លួនគឺកុំឲ្យមើលទីនេះតែឃើញថាពួកគេក៏ចង់ចូលជួយជូកើក៏បានប្រើជាមួយអំណាចទប់ទល់កុំឲ្យពួកគេមើលខាងក្នុងអីសូម្បីតែស៊ុនវូក៏បានហាមផងដែរព្រោះថានោះគឺសុទ្ធតែជាកំពូលមនុស្សកំណាចយើងឃើញថាស៊ីគង់ក៏បានបញ្ចេញអំណាចនៃថាមពលខ្លាភ្លើងដេញតាមវាយប្រហារទៅកាន់កុនសិននៅក្នុងនិកាយសង្មូពួកគេក៏ចង់សម្លាប់ទៅកាន់ស៊ុនវូផងដែរប៉ុន្តែពួកគេនៅតែចាំពាក្យសម្ដីរបស់លោកយីហ្វេងថានេះគឺជាទឹកដីរបស់គាត់ដូច្នោះគឺកុំចេះតែធ្វើអ្វីផ្ដេសផ្ដាសយើងឃើញថាយីហ្វេងក៏បានមកដល់ខាងក្រៅគាត់ទៅផ្សារដើម្បីទិញជាមួយពងមាន់ដោយសារតែមានការបញ្ចុះតម្លៃយីហ្វេងគឺមិនបានខ្វាយខ្វល់អំពីពួកគេទេមកទៅមនុស្សចាស់ពួកគេជួយចុចឆ្លុះគ្នាតែម្ដងជីហ្វេងចង់រើឱកាសមួយនោះដើម្បីចាចេញស្រាប់តែជូកើក៏បានសួរថាតើលើនេះយើងគួរតែធ្វើអ្វីដាក់ទៅកាន់បរិសម្នាក់នេះជីហ្វេងក៏បាននិយាយជាមួយនឹងកំណាព្យការប្រព្រឹត្តខុសវាក៏មានជាមួយនឹងការដាក់ទោសអញ្ចឹងមានន័យថាសម្លាប់ជីហ្វេងក៏បាននិយាយបន្តទៀតហាក់បរិជាតែក៏អាចថាយើងនឹងគួរតែផ្ដោតឱកាសអញ្ចឹងមានន័យថាអត់សម្លាប់និយាយទៅត្រង់ហ្នឹងដូចជារៀងវម្ដងសម្លាប់ម្ដងអត់ជីហ្វេងក៏បានទុកការសម្រេចចិត្តមួយនេះឲ្យទៅកាន់ពួកគេទាំង4នាក់ទៅចុះហាក់បរិជាពួកគេក៏មានការឆ្ងល់ផងដែរស្អីទៀតតើគាត់គឺពិតជាចង់ឲ្យយើងគឺជាអ្នកសម្រេចឬក៏នេះគឺគ្រាន់តែជាការធ្វើតែរបស់លោកម្ចាស់តែប៉ុណ្ណោះប្រកាន់ចំពោះពួកយើងទាំង4នាក់ពួកគេក៏បានសម្រេចចិត្តតែម្ដងចង់ឲ្យទៅកាន់ស៊ុនវូប្រគល់ជាមួយនឹងទ្រព្យសម្បត្តិនៅក្នុងខ្លួនរបស់គេទាំងប្រមាណឲ្យមកកាន់គាត់ស៊ុនវូក៏បានប្រគល់ចំពោះរបស់មានតម្លៃជាច្រើនឲ្យទៅកាន់ពួកគេតែឃើញថាដូចជាវាមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេវាប្រហែលជាតិចពេកហើយមើលទៅពួកគេប្រហែលត្រូវតែបំបាក់ដៃមួយទៀតរបស់អបិស៊ុនវូវាចង់រត់ហើយប៉ុន្តែក៏ត្រូវបានអំណាចរបស់លោកហុងរបស់យើងធ្វើគេស្គប់បន្ទាប់មកជូកើក៏បានធ្វើឲ្យទៅកាន់បរិមម្នាក់នឹងបាក់ដៃអស់មួយទៀតបាទទៅហើយមើលទៅពិតជាខ្លាំងតែម្ដងមួយសន្ទុះក្រែមកយើងក៏ឃើញផងដែរថារបស់របរដែលពួកគេទទួលបានទាំងប្រមាណក៏បានឲ្យមកកាយចំពោះយីវែងហាក់បីដូចជាសិតតែរបស់មានតម្លៃប៉ុន្តែឃើញថាសងឈីជាមួយនឹងយីវែងអត់ដឹងថាជារបស់មានតម្លៃទេប៉ុន្តែឃើញថាអូឈីងគឺពិតជាដឹងប៉ុន្តែយីវែងយើងវិញយកអារបស់មានតម្លៃហ្នឹងគឺយកទៅបោះចោលទៅកាត់បង្ហាញចំពោះពេលយប់អូឈីងក៏បានឮសំឡេងអ្វីមួយចេញពីផ្ទះខាងនោះហាក់បីដូចជាមានក្រុងឆ្អឹងអ្វីទេកំពុងតែបកដៃហើយទៅកាន់អូឈីងរបស់យើងតែយើងឃើញថាអូឈីងកំពុងតែមានការភ័យខ្លាចនៅអូរ៉ាអ្វីទេដែលកំពុងតែបានបញ្ចេញមកដល់ថ្នាក់អូឈីងរបស់យើងក៏បានភ័យពេកគាំងស្លាប់បាត់ទៅចំណែកសាច់រឿងក៏បានបង្ហាញចំពោះនិកាយសង្មូហាក់បីដូចជានិកាយរបស់ពួកគេត្រូវដួលលំហើយមែនទេកូនសិស្សទាំងប៉ុន្មានក៏បានសុំទៅកាន់មេប៉ារបស់ពួកគេត្រឡប់ទៅវិញហើយថាពួកគេមិនអាចបន្តបានទេនោះទេសុនវូក៏មិនអាចហ៊ានថាអ្វីផងដែរតែនិកាយរបស់ខ្ញុំពិតជាត្រូវបានបំផ្លាញនៅក្នុងស្នាដៃរបស់ខ្ញុំមិនដែរឬទេហើយបង្ហាញចំពោះខាងលោកម្ចាស់ម៉ៅវិញយើងឃើញថាអ្នកដែលសហការជាមួយគាត់ទាំងប៉ុន្មានកំពុងតែមានការស្ដីឲ្យនិងថាឲ្យចំពោះលោកម៉ៅក៏ចង់ឲ្យគាត់ចុះចេញពីតំណែងផងដែរព្រោះថាឥឡូវនេះពួកគេនឹងមានការខាតបង់ជាច្រើនដោយសារតែលោកម៉ៅស្រាប់តែនៅពេលនោះលោកម៉ៅជាមួយនឹងស៊ុនវូពួកគេក៏បាននឹកឃើញវិធីមួយដោយសារតែមិនអាចប្រយុទ្ធឈ្នះឬក៏បង្ខំបានពួកគេទាំងពីរនាក់គឺមានគំនិតដូចគ្នាដោយប្រើល្បិចស្រីស្អាតដើម្បីយកឈ្នះទៅកាន់គូសត្រូវបង្ហាញនៅពេលដែលយីហ្វេងកំពុងតែដើរនិយាយគ្នាជាមួយនឹងសងឈីគឺដោយសារតែរាល់2ឆ្នាំម្ដងពួកគេនឹងប្រកួតប្រជែងជាមួយនឹងកំណាព្យហើយជាពិសេសនឹងជីហ្វេងរបស់យើងក៏ជាភ្ញៀវពិសេសផងដែរតែយើងក៏បានឃើញថាកញ្ញាដែលមកពីនិកាយសុងមូក៏បានរកឃើញជាមួយនឹងជីហ្វេងរបស់យើងហើយរឿងក៏បានបញ្ចប់ត្រឹមហ្នឹងមិនដឹងថាពេលណាចេញទៅទេប្រហែលមួយអាទិត្យខ្ញុំមកភិកឲ្យរឿងហ្នឹងមើលទៅ